ចឹងការអត់ធ្មត់របស់ខ្ញុំគឺអស់ដែនកំណត់បងប្អូនគឺខ្ញុំទ្រាំលេងបានហើយខ្ញុំមកដូរប្រេងម៉ូតូខ្ញុំដើម្បីសាកទៅលើប្រេងថ្មីចឹងនៅប្រុសយើងឲ្យតែបានរបស់ថ្មីមកគឺចង់តែសាកទេបងប្អូនចឹងសម្រាប់នេះគឺខ្ញុំមកដូរប្រេងថ្មីដើម្បីចាប់បន្ថែមជាមួយនឹង Easter Addictive ហើយនេះគឺជាប្រេងចាស់របស់ខ្ញុំដែលខ្ញុំប្រើប្រាស់ទៅលើ Voltonic TS4 ដែលខ្ញុំប្រើបាន4000គីឡូហើយបងប្អូនចឹងសម្រាប់4000គីឡូនេះគឺសាច់ប្រេងគឺដូចបងប្អូនឃើញចឹងគឺនៅរាវល្អហើយនឹងមានជាតិច្រើនខ្លាំងមែនទែនអាចថាប្រេងនេះអាចប្រើបានដល់4000ដល់5000គីឡូ6000គីឡូក៏បានដែរចឹងសម្រាប់ពេលខ្ញុំដូរទៅគឺខ្ញុំចាក់ជាមួយនឹង RS8 R9 វិញហើយសាច់ប្រេង RS8 R9 នេះដូចខ្ញុំធ្លាប់បង្ហាញអញ្ចឹងហើយបន្ទាប់មកខ្ញុំថែមជាមួយនឹង Easter Addictive ដែលជាបោះម៉ាណុលនេះដើម្បីជំនួយបន្ថែមអញ្ចឹងបន្ទាប់ពីខ្ញុំដូរឲ្យបងប្អូនអាចសាកស្ដាប់សលេងបាននឹងប្រែប្រួលមិនខ្លះ